សូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលបានចូលមកទស្សនាវីដេអូមួយនេះថ្ងៃនេះខ្ញុំបាទសូមនាំពុកម៉ែបងប្អូនមកមើលអំពីទិដ្ឋភាពនៃទីតាំងវត្តមួយកន្លែងដែលស្ថិតនៅលើចង្កេះភ្នំក្រាំងដីមាសពុកម៉ែបងប្អូនហើយវត្តគឺមានឈ្មោះថាវត្តធម្មវ័នពុកម៉ែបងប្អូនហើយខ្ញុំខានមកទីនេះយូរដែរពុកម៉ែបងប្អូនចូល3-4 ឆ្នាំដែរហើយ ចឹងសូមពុកម៉ែបងប្អូនមកទស្សនាពីទិដ្ឋភាពថាតើទិដ្ឋភាពនៃវត្តដែលបានសាងសង់ឡើងនៅលើចង្កេះភ្នំនិងថាយើងនិយាយថាជើងភ្នំចុះពុកម៉ែបងប្អូនជើងភ្នំក្រាំងដីមាសដែលហៅថាវត្តធម្មវ័នហ្នឹងមានទិដ្ឋភាពយ៉ាងណាសូមពុកម៉ែបងប្អូនតាមដានទស្សនាជាមួយនឹងខ្ញុំដូចតទៅនៅតាមផ្លូវឡើងនេះសងខាងគឺមានចេតិយហើយនឹងម៉ងបញ្ចុះសពពុកម៉ែបងប្អូនច្រើនដែរតែគេយកមកតម្កល់មកបញ្ចុះនៅជើងភ្នំតាមផ្លូវឡើងទៅក្នុងវត្តនៅឆ្ងាយចុះពីផ្លូវជាតិលេខ5មកចូលខ្ទង់100 ម៉ែត្រជាងអីអាចនឹងស្ងប់ស្ងាត់ល្អបងប្អូនមិនសូវជាលឺសលេងឡានធំអីទេហើយឡើងមកលើភ្នំចេះទៀតគឺកាន់តែមានសភាពស្ងប់ស្ងាត់អូស្វាយទុំជ្រុះស្វាយនេះល្អទេណាផ្លែជ្រុះពេញដីនេះអាចនឹងតូបលោកយាយលោកតាដែលគាត់មកស្នាក់នៅចាំបម្រើសង្ឃបងប្អូនដោយសារតែគាត់ប្រសង់នៅម្ខាងទៀតគាត់ប្រសង់នៅខាងនោះថ្ងៃនេះថ្ងៃឆ្លងបុណ្យវិសាខបូជាតែដូចជាអត់ឃើញមានធ្វើអីទេរៀងស្ងប់ស្ងាត់ឥឡូវខ្ញុំបន្តដំណើរជិះតាមនេះទៅលើសិនហើយបកមកក្រោយបានយើងជិះមកជុំទៅខាងនោះវិញមកខាងនេះដូចជាកុដិព្រះសង្ឃបងប្អូនសាងសង់ជាប់គ្នាច្រើនកុដិដែរខ្ញុំនឹងបន្តជិះឡើងទៅលើរហូតដល់អស់ផ្លូវបេតុងនេះហើយយើងចាំយើងត្រឡប់ចុះមកក្រោមវិញមើលទៅនេះដូចជាគម្រោងសាងសង់ធ្វើជាសាលាបងប្អូនប៉ុន្តែអត់ទាន់រួចរាល់ទេអូផ្លូវបេតុងមួយខ្សែនេះអស់ត្រឹមនេះឯងបងប្អូនមានតែត្រឹមនេះគាត់អាចទៅដល់លើទៀតប៉ុន្តែខ្ញុំអត់ចង់ទុកម៉ូតូចោលហើយជិះឡើងទៅលើទេគឺយើងធ្វើអាចដើរឡើងបានតាមនេះទៅដល់លើកាន់តែខ្ពស់ទៀតទៅដល់ចង្កេះភ្នំមើលឃើញទិដ្ឋភាពទៅខាងទន្លេខាងអីខ្ញុំមកតែឯងអញ្ចឹងអត់ចង់ទុកម៉ូតូចោលកន្លែងនេះដូចជាទើបតែសាងសង់ថ្មីបន្ថែមទៀតបងប្អូនមើលទៅតាមស្ថានបេតុងឯនេះនៅថ្មីល្អនេះអាចចាក់ចេះមកដាំផ្កាដាំអីក្នុងនេះហើយនេះយើងអាចចេញជាអាចអង្គុយបានបងប្អូនហើយខាងនោះក៏មានបង់សម្រាប់ជ្រោកសម្រាប់អង្គុយដែរហើយមានធុងសារ៉ាមមានការុងសម្រាប់ដាក់សារ៉ាមដាក់អីត្រឹមត្រូវអញ្ចឹងអ្នកដែលមកគឺគាត់គ្រាន់តែជួយយកសារ៉ាមដែលគាត់ប្រើប្រាស់គាត់ហូបអីហើយដាក់ក្នុងការុងទៅនេះយើងស្អាតទាំងអស់គ្នាបរិស្ថាននៅក្នុងវត្តជាទីគោរពបូជាអញ្ចឹងកុំឲ្យមានបាបដែលយើងមកចោលសារ៉ាមនៅហ្នឹងអញ្ចឹងបងប្អូនហើយនេះមានបង់ថ្មី
Cái này chát đầy thùng á, bông mang ổn. Sao là ở tiết nơi rồi một chát đầy này. Này, cái này bông mang ổn. Mơ ta khơi tập hiệp. Miền đam thân ảo trơn ta khá nó. Skate ska rất là đam thân ảo. Hay plơ ní cái chia plơ lãng ta lơ phnom krang đi mì hay phân ta lấy ní cái kia lên anh nhạt ở lại hay bông mang ổn. Mơ cho ta krong với vận đơn ta tam ní đam thân ảo trơn á bông mang ổn. Rồi bọn đàm. Dương mơ ta khá nó đi chứ tức khang ta lê với nhé bông mang ổn ta khá nó. Được sao ta khai ní khai prang chẳng mơ ta khơi ta khiêu bất cứ. Ta khá nó đi chứ ta lê em nè bông ổn ta lê. Hay mơ mà chung vinh phnom bông mang ổn. Rất là đàm thân ảo trơn á nơi tụi bọn này. Nên mà tới đây chưa cầm rôn trong thơ chia xà la rồi mùi có. Tam tung tế này ai chia xà la bông mang ổn chứ nâng cầm bố pi choan đấy. Hay mình tràn vật túc. Bên ta là ở toàn sang song và chọp thế. Ở lời khi nhông bà to đầm ná chi cho thực rong vĩnh. Đầm bầy bà đất vô nơi tập hiệp bật thèm chạy chun bông mang ổn tu sân á. Nâng mà chú kháng mục cột bà song này mình đam phai tràn mình tên bông mang ổn hay play cái tràn này nè. Cho mà tùm chú. Ở lời này khi nhông bà to đầm ná cho mà rong vĩnh. Hay nâng chi từ mà chung tới kháng chuyên đầy nó mới tiết bông mang ổn. Nơi khá này có đã vọt bàn rịp trong bóng sạp bột bò sạt cọt màu sưu mình cái lấy xâm ra. Hay khá này cái chia cái lấy có bột rụp bông màu bồn. Chran ong đấy này không đi. Ngọc ngặt lõ nơi ní bông mang bồn. Lư ta sẽ lên sạt sẽ lên ấy sân ta sẽ lên lan sẽ lên mà tô pi cao mà có lư đấy. Hay lại bô chia hay là bô nhị than mối ní. Đừng có nơi bột bạc để mà chran ong đấy. Đôi đại bột mang bột bàn khởi. Mình chỉ một bột bò sạch là bàn chô ruông co sang. Ní sang song lao tăng bích năm bột sẵn cà rài. Bì bọn pram rồi hạ buồn. Ở đây bì bọn pram rồi học chiếng. Chẳng cho là bạn tung đọc năm chiêng bột mang bột. Ô, chung với ní gặp bất. Vì muốn chia an tắc giáo bột mang bột. Ta cái này khá rinh. Ní khơi nơi miền bà lật. Đàm ấy đỏ. Nông này. Mà khá ní cục à. Rất là côn cái ạt. Khá nó đôi chia sẻ là phọt bột mang bột.
ឥឡូវនេះខ្ញុំបន្តដំណើរទៅមុខទៀតដើម្បីផ្ដិតយកនៅទស្សនភាពឲ្យបានច្រើនតាមតែអាចធ្វើទៅបាននៅជុំវិញវត្តខាងលើភ្នំមួយនេះកន្លែងក្រោមដើមឈើនេះរៀបចំមានបង់មានអីច្រើនសម្រាប់ពុទ្ធបរិស័ទគាត់មកមានកន្លែងអង្គុយគ្រប់គ្រាន់នេះបងប្អូនហើយខាងមុខខ្ញុំអ៊ំគាត់កំពុងតែរៀបចំបោះសារ៉ាមបោះអីមានអូនោះដូចជាតាពះមួយជូរព្រៃបងប្អូនមកតែក្តឹបច្រើនមែនទេខាងនេះផ្លូវចុះក្រោមផ្លូវសមៀលជើងភ្នំហើយនេះខ្ញុំឃើញផ្លែតាពះមួយជូរព្រៃប៉ុន្តែតាពះក្តឹបទេបងប្អូនអានេះយើងមើលទៅរូបរាងដូចតាពះបាយជូរមែនតើនេះបើសិនជាយកឆ្នៃធ្វើជ្រក់បងប្អូនផ្លែច្រើនណាតែក្តឹបប៉ិនផ្លែតាគៀបក្តាមហើយនៅលើភ្នំនៅលើថ្មនោះក៏មានដែរបងប្អូនអាចនឹងខ្ទង់មួយខែកន្លះ2ខែទៀតទុំអស់ហើយអាហ្នឹងគេយកធ្វើជ្រក់វារសជាតិវាជូរអែមពេលដែលយើងហូបធម្មតាអញ្ចឹងគ្រាន់តែអ្នកខ្លះអត់ចេះហូបទៅវាល្មោះមាត់បងប្អូនផ្លែហ្នឹងហើយរសជាតិមិនជាឆ្ងាញ់អីដូចតាពាំងបាយជូរធម្មតាទេប៉ុន្តែអាចហូបបានហើយប៉ុន្តែបើសិនជាធ្វើជ្រក់ហ្នឹងឆ្ងាញ់វិញឥឡូវនេះបន្តដំណើរជាមួយខ្ញុំទៅមុខទៀតហើយយើងនឹងជិះចុះត្រឡប់ទៅវិញហើយខ្ញុំនឹងផ្ដិតយកនៅទស្សនភាពខ្លះនៅតាមជើងភ្នំប៉ែកខាងនេះបន្ថែមចែកជូនពុកម៉ែបងប្អូនទស្សនាមកដល់ខាងនេះដូចជាអត់មានកុដិសង្ឃទេមានតែជាប្រាង្គឬមួយយើងអាចហៅថាចេតិយឬមួយក៏ប្រាង្គហ្នឹងពុកម៉ែបងប្អូននេះគឺខ្ញុំដល់ផ្លូវបំបែកចុះទៅវិញហ៎ផ្លូវដែលជិះឡើងមកមិញពុកម៉ែបងប្អូនឥឡូវនេះគឺខ្ញុំបានចុះពីលើភ្នំធម្មវ័នលើភ្នំក្រាំងដីមាសហើយខ្ញុំនឹងបន្តដំណើរតាមជើងភ្នំនេះនឹងផ្ដិតយកទស្សនវិជ្ជាមួយបន្ថែមមួយចំនួនចែកជូនពុកម៉ែបងប្អូនទស្សនានៅជើងភ្នំនេះដូចជាមានឡអិតមួយកន្លែងពុកម៉ែបងប្អូននៅខាងមុខទៀតនោះ
គាត់ធ្វើគ្រឿងដែលលពេអីពុកម៉ែបងប្អូនសុទ្ធតែរបស់របរកែច្នៃចេញពីដៃមានបកីមានអីមិញច្រើនមកដែរនៅជាប់នឹងជើងភ្នំហ្នឹងនេះខាងមុខខ្ញុំនេះហ่าដែលជាឡអិតពុកម៉ែបងប្អូនដូចជានៅដំណើរការធម្មតាគាត់ថាមិនដឹងអត់ទេពុកម៉ែបងប្អូនឈប់ដំណើរការហើយដូចអត់ឃើញមានផងឡនៅខាងក្នុងខាងនោះនេះរោងសម្រាប់ធ្វើហើយត្រុតត្រោមកឲ្យឡអិតមួយនេះពុកម៉ែបងប្អូនដូចជាឈប់ដំណើរការហើយនេះខ្លោងទ្វារគឺរលប់អស់ហើយដើមស្វាយពុំសែនម្ដើមនេះផ្លែច្រើនដែរនេះប្រភេទដើមស្វាយធំធំមកបងប្អូនកាលនៅតូចតូចឲ្យតែខ្យល់មកគឺសบายរើសមែនទេឥឡូវនេះគឺមកដល់ផ្លូវចេញទៅក្នុងខេត្តវិញហើយពុកម៉ែបងប្អូនហើយវីដេអូប្រហែលជាត្រូវបញ្ចប់នៅត្រឹមប៉ុណ្្នេះឯងអូមុននឹងបញ្ចប់ពុកម៉ែបងប្អូននេះស្វាយខាន់ស្ករនៅខាងកំពង់ឆ្នាំងនេះគេហៅខាន់ស្ករពុកម៉ែបងប្អូននេះផ្លែទូចទូចទេប៉ុន្តែផ្អែមណាស់ស្វាយនេះឥឡូវគឺខ្ញុំសូមបិទបញ្ចប់វីដេអូតែប៉ុណ្ណេះសូមអរគុណច្រើនពុកម៉ែបងប្អូនដែលបានចូលមកទស្សនានៅក្នុងវីដេអូមួយនេះ